5W ซ้ายនិង 10W 3ដូចមិនខុសគ្នាទេវាមានចំណុចខុសគ្នាបងខ្ញុំធ្លាប់តាមចែករំលែកដែរបងអាចចុចមើលកន្លែងពាក្យថាចែករំលែកចំណេះដឹងហ្នឹង playlist នៅខាងក្រោមហ្នឹងឲ្យបងមើលទៅលើ part ទី59ខ្ញុំបាននិយាយពីភាពខុសគ្នារវាងកំហាប់5ខ្សែជាមួយនឹង10ខ្សែភាពខុសគ្នាហ្នឹងគឺទៅលើចំណុច call start នៅពេលដែលឡានអត់ទាន់បញ្ឆេះដំណើរការអញ្ចឹងយើងឃើញដោយការប្រៀបធៀបគ្នានៅក្នុង labo នេះអញ្ចឹងកំហាប់5ខ្សែវាមានលំហលឿនជាងកំហាប់10ខ្សែនៅពេលដែលម៉ាស៊ីនអត់ទាន់បញ្ឆេះដំណើរការអញ្ចឹងនៅពេលដែលឡានចាប់ផ្ដើមបញ្ឆេះភ្លាមអ្នកដែលគាត់ប្រើកំហាប់ 5W ហ្នឹងគឺលំហប្រេងហ្នឹងហូរទៅគ្រឿងបង្គុំនៅក្នុងម៉ាស៊ីនហ្នឹងលឿនជាងកំហាប់ 10W តែនៅពេលដែលកម្ដៅម៉ាស៊ីនឡើងដល់100អង្សាសេរីយើងហៅថា working temperature អញ្ចឹងកំហាប់ប្រេងនៅលេខ40ដូចគ្នាកំហាប់លេខ40ហ្នឹងគឺវាធន់នឹងកម្ដៅបានល្អដូចគ្នាគ្រាន់តែថាអ្វីដែលវាខុសគ្នាហ្នឹងគឺចំណុច call start ដំបូងនៅពេលដែលម៉ាស៊ីនឡើងអត់ទាន់បញ្ឆេះហើយជារួមមកគឺ 5W ខ្សែវារាវជាងកំហាប់ 10W ខ្សែដោយសារតែកំហាប់ខាងមុខហ្នឹងអញ្ចឹងបើសិនជាអ្នកដែលគាត់ប្រើកំហាប់ដើម 5W ខ្សែឧទាហរណ៍ព្រុស04ដល់06អត់មានបញ្ហាបាត់ប្រេងអីទេជីប្រើកំហាប់5ខ្សែទៅស្ទុះស្រួលធម្មតាអីទេគឺបន្តប្រើលេខហ្នឹងទៀតទៅលើកឡើងថាឡានដែលគាត់ជិះឆ្ងាយច្រើនអាយុកាលម៉ាស៊ីនកាន់តែចាស់ទៅមានបញ្ហាបាត់ប្រេងហៅមូលហេតុអត់ឃើញអីចង់ប្រើកំហាប់ឡើងកំហាប់ដើម្បីតេស្តមើលម៉ាស៊ីនសិនឡើងមកកំហាប់ 5W ខ្សែហ្នឹងសិនទៅណាបើខ្ញុំចង់និយាយហើយដែលបានជាអាហ្នឹងនៅស្រុកគេជួយចិត្តវែងញ៉ៃរឿង 5W មួយ 10W ពីមុខម៉ែគឺដោយសារតែនៅប្រទេសគេមានអា winter យើងអត់មាន winter ទេយើងអត់មានអារដូវធ្លាក់ទឹកកកអីហ្នឹងទេអញ្ចឹងយើងសន្មត់មើលតែឆាតអីទៅបានហើយបើសិនជានៅប្រទេសដែលធ្លាក់ទឹកកកបើសិនជាគាត់ប្រើកំហាប់ 10W វិញគឺវាបានត្រឹមតែសីតុណ្ហភាពដក25អង្សាសេអញ្ចឹងបើសិនជាចំអាកាសធាតុហ្នឹងវាធ្លាក់ក្រោមដក25អង្សាសេទៀតអញ្ចឹងប្រេងហ្នឹងគឺកកបាត់ហើយនៅពេលដែលប្រឆេះឡានទៅគឺវាអត់បានមានលំហអីចូលទៅក្នុងគ្រឿងបង្គុំក្នុងម៉ាស៊ីនទេអញ្ចឹងបើសិនជាដល់ពេលអា winter ហ្នឹងពេលដែលធ្លាក់ទឹកកកហ្នឹងគឺនៅប្រទេសគេជិះប្រើកំហាប់ 5W ពីមុខដោយសារតែ 5W ហ្នឹងគេស័ក្តិសមទៅលើ winter climate នៅពេលដែលអាកាសធាតុត្រជាក់គេបង្ការនៅពេលដែលសីតុណ្ហភាពហ្នឹងវាត្រជាក់រហូតដល់ដក25អង្សាសេក៏ប្រេងហ្នឹងវាអត់កកដែរនៅពេលដែលប្រើ 5W ពីមុខហ្នឹងព្រោះបើសិនប្រើ 10W ត្រឹមតែដក25ហ្នឹងប្រេងហ្នឹងកកអី